បាទសួស្តីបងប្អូនទាំងអស់គ្នាដោយតែបានធ្លាប់សន្យាខ្ញុំបាទនឹងធ្វើវីដេអូចែករំលែកតាក់ទងទៅនឹងបទពិសោធន៍ការងារដែលខ្ញុំធ្លាប់បានជួបតាក់ទងទៅនឹងការងារអានប្លង់ហើយជា background របស់ខ្ញុំបាទឈ្មោះសាទជនីជារូបវ័ន្តបុគ្គលវិស្វករសិក្សាគម្រោងប្លង់គ្រឿងផ្គុំសំណង់និងជាវិស្វករអាជីពដែលទទួលស្គាល់ដោយក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ហើយនឹងគណៈវិស្វករកម្ពុជាខ្ញុំបាទមានបទពិសោធន៍ប្រហែលជា11ឆ្នាំតាំងពីឆ្នាំ2012មកដែលខ្ញុំចាប់ផ្ដើមប្រឡូកក្នុងវិស័យសំណង់តាំងពីខ្ញុំជាកម្មករសំណង់រហូតដល់ខ្ញុំក្លាយជាវិស្វករអាជីពហើយនៅក្នុងបទពិសោធន៍របស់ខ្ញុំនេះខ្ញុំមានបទពិសោធន៍ទៅលើការងារទាំងសិក្សាគម្រោងប្លង់ទាំងការងារសាងសង់ជាក់ស្ដែងជាច្រើនគម្រោងដូច្នេះនៅក្នុងមេរៀននេះគឺខ្ញុំពន្យល់តាក់ទងទៅនឹងការងារសាយប៉ុន្តែដោយសារការងារសាយរបស់យើងគឺក្តោបធំច្រើនដូច្នេះខ្ញុំពន្យល់តាក់ទងទៅនឹងមួយផ្នែកនៃការងារអានប្លង់ដើម្បីឲ្យបងប្អូនងាយស្រួលយល់ទៅលើកិច្ចការងារប្លង់ដែលគេដាក់មកអញ្ចឹងវីដេអូនេះសម្រាប់និស្សិតឆ្នាំទី1ទី2ទី3ទី4ទី5ដែលចង់សិក្សានិងស្វែងយល់បន្ថែមទៅលើការងារអានប្លង់សម្រាប់ការងារសាងសង់ដែលយើងអាចហៅថាជាប្លង់ shop drawing ឬក៏ប្លង់ construction drawing បើគេនិយាយពីពាក្យពីរហ្នឹងអញ្ចឹងដំបូងគឺខ្ញុំបញ្យល់តាក់ទងទៅនឹងការងារpiling layout នេះសិនអញ្ចឹងយើងអានប្លង់មិនឲ្យយល់អញ្ចឹងតាក់ទងទៅនឹងការងារ piling layout យើងអានទិន្នន័យដែលគេដាក់ឲ្យនេះខ្ញុំបញ្ជាក់ខ្ញុំបង្រៀនតាក់ទងទៅនឹងការអានទេហើយនឹងបច្ចេកទេសធ្វើគឺជារឿងមួយផ្សេងប៉ុន្តែខ្ញុំនឹងលាយខ្លះអំពីបច្ចេកទេសធ្វើដើម្បីឲ្យមានភាពងាយស្រួលអានហើយយល់ខ្លះយើងចុះទៅអនុវត្តនៅក្នុងការឋានវាមានភាពងាយស្រួលអញ្ចឹងនៅក្នុងនេះជា piling layout ដែលយើងអាចថាមកពាក្យទៀតគឺ bopal layout សម្រាប់ការងារគ្រឹះខួងឬក៏គ្រឹះមូលរបស់យើងនេះអញ្ចឹងនៅក្នុងនេះគឺគេដាក់ថាបាទ BP បាទ6តឹកនេះឃើញទេ 0.6 ម៉ែត្រនេះ6តឹកអញ្ចឹងបផាល់មុខកាត់6តឹកអញ្ចឹងមុខកាត់របស់យើងនេះគឺ6តឹកទាំងអស់សម្រាប់គម្រោងវីឡា5ជាន់មួយនេះគឺគេជ្រើសយក6តឹកមិនមែនជាគេទេគឺខ្ញុំអ្នក design យក6តឹកបាទហើយសម្រាប់កិច្ចការងាររបស់យើងឃើញថាកន្លែងខ្លះចំអាក់កន្លែងខ្លះមិនចំអាក់កន្លែងខ្លះខុសពីអាក់អញ្ចឹងទៅអញ្ចឹងអាស្រ័យទៅតាមការងារarchitect ដែលគេដាក់មកតសនៅកន្លែងណាកន្លែងណីគឺតាមការងារ architect របស់គេទេហើយយើង design ក៏យើង follow ទៅតាមរបស់គេនឹងដែរតសតែខុសទីតាំងតសគឺប្រែប្រួលទៅតាមហ្នឹងហើយហើយអញ្ចឹងនៅក្នុងនេះអត់មានអីពិបាកទេហើយជាទូទៅកិច្ចការងារបបផាល់គឺមាន sub contractor អ្នកម៉ៅការបន្តទៀតមួយផ្នែកទៀតគាត់ជាអ្នកធ្វើមិនមែនក្រុមហ៊ុនសំណង់មួយដែលម៉ៅការហ្នឹងគាត់ធ្វើសរុបទេគឺមាន sub មួយទៀតសម្រាប់ការងារគ្រឹះហ្នឹងគាត់ធ្វើតែលើគ្រឹះអញ្ចឹងខ្ញុំបញ្យល់ឲ្យយល់តែប៉ុណ្្នឹងទេសម្រាប់ការងារគ្រឹះហើយនឹងបច្ចេកទេសធ្វើក៏ខ្ញុំអត់បានបញ្យល់ដែរតែបើចង់ឲ្យធ្វើខ្ញុំនឹងធ្វើបន្តទៀតដោយសារខ្ញុំផ្ដោតទៅលើតែការងារអានទេអញ្ចឹងយើងវាស់ទៅតាម grid line មួយអញ្ចឹងខ្ញុំបញ្យល់តិចណាសម្រាប់បងប្អូនទី1ទី2ដែលអត់ទាន់យល់យើងត្រូវយល់ហើយបន្ទាត់នេះគេហៅថា grid line ណា grid line នេះបន្ទាត់នេះពណ៌នេះហៅ grid line ហើយនេះគេហៅ dimension របស់យើងមួយនឹងឯងអញ្ចឹង grid line របស់យើងវាមានតាមទិសដេកហើយនិងទិសឈរទិសដេករបស់យើងវាមាន A' A រហូតដល់ F ហើយទិសឈរពីលេខ1រហូតដល់លេខ7sorry និយាយខុសគឺទិសដេកលេខ1រហូតដល់លេខ7ហើយទិសឈរពី A' រហូតដល់ F អញ្ចឹងសម្រាប់ grid line ហ្នឹងគឺយើង follow ទៅតាម architect គេទេព្រោះ architect គេអ្នកគូមុនដូច្នេះយើងត្រូវ follow ទៅតាមគេមិនមែនយើងចេះតែដាក់លេខរៀង grid អីហ្នឹងនីមួយហ្នឹងហើយយើងចាប់ប្រវែងឲ្យគេមួយទៅហើយពេលការងារជាក់ស្ដែងយើងអានេះចំអាអញ្ចឹងយើងវាស់ប្រយោលពីសងខាងពីកែងនៃ grid line លេខប៉ុន្មានលេខ2មកដល់អក្សរ A នេះធ្វើម៉េចឲ្យវាចំនេះឃើញទេអញ្ចឹងយើងអាចខួងបានណាប្រយោលទៅខួងបានណាបាញ់ survey ទៅខួងបានណាហើយមួយទៅតាមហ្នឹងដូចទីតាំង2នេះបបផាល់នេះ
វិខៈម៉ាន5ហ៊ុនเนาะបាទយើងអាន5ហ៊ុន50មីលីម៉ែត្រប៉ុន្តែនៅក្នុង construction យើងអានថា5ហ៊ុនហើយសម្រាប់ភាសាយើងអនុវត្តជាក់ស្ដែងអញ្ចឹងយើងវាស់ពីនឹងមកហើយចេញពីអនេះមកដល់នេះ8ទឹកហើយពីអនេះមកដល់តសគ្រឹះនេះគឺ7ទឹកអញ្ចឹងគេអាចខួងបានណាវាស់ទៅតាមនឹងតងទៅនឹងការងាររបស់យើងតោះអញ្ចឹងអត់មានអីជាបញ្ហាទេគឺជាប្រវែងម៉ែត្រទេយើងវាស់ខួងយកទៅតែអញ្ចឹងយើងទៅមើលមួយទៀតគេប្រាប់ថាម៉េចនេះកម្លាំងបេតុងរបស់យើងនេះគឺ25 MPa សម្រាប់តសគ្រឹះហ្នឹង25 MPa អញ្ចឹងយើង order មក25មកតែជាប្រភេទ cylinder កុំយកគូបណាបើគេដាក់ជា cylinder មានថាសំណាក់គំរូរបស់គេនៅអាយុ28ថ្ងៃធ្វើម៉េចឲ្យបាន25 MPa តែជាទូទៅបេតុងរបស់យើងហ្នឹងគឺវាជាប់មុនហ្នឹងហើយតែ7ថ្ងៃឬក៏បេតុងឡាអាចដល់10ថ្ងៃ15ថ្ងៃទៅគឺជាប់ហើយប្រភេទដៃដែលយើងប្រើសម្រាប់ reinforcing steel របស់យើងនេះជាប្រភេទ yield បាទយើងអានថា390បាទ390 MPa គឺកម្លាំង390ជាប្រភេទដែក DB ហើយនិងប្រភេទដែក OB ជា round bar នេះ235 MPa អញ្ចឹងយើងធ្វើ follow ទៅតាមហ្នឹងទៅហើយឬក៏យើង check contractor អ្នកដែលម៉ៅនេះទៅតាមហ្នឹងទៅបានហើយតោះអញ្ចឹងបន្ទាប់មកមួយទៀតតកតងទៅនឹងការងារជើងតាងរបស់យើងដែលជាភាសាអង់គ្លេសយើងអានថា footing and pile cap layout ជាទូទៅយើងឃើញថា pile cap layout ឯងប៉ុន្តែដោយសារ project នេះវាមាន footing នេះគ្រឹះរាក់របស់យើងនេះគ្រឹះរាក់អញ្ចឹងដោយសារវាមាន footing ចូលរួមក៏យើងប្រើពាក្យមួយម៉ាត់ទៀតថា footing and pile cap layout ក៏ប៉ុន្តែបើសិនណាជាអត់មានគ្រឹះរាក់ដែលយើងថា footing layout នឹង footing នឹងចូលទេយើងអានថាត្រឹមតែ pile cap layout ទៅគឺចប់ហើយ scale 1 លើ 100អញ្ចឹង1 លើ 100ហ្នឹងដាក់กระดาษ A3 ដែលជាกระดาษ standard របស់យើងសម្រាប់មើលនៅក្នុងការដ្ឋានហ្នឹងគឺ1 លើ 100សម្រាប់ការងាររបស់យើងហើយ scale វាអត់មានជាបញ្ហាទេអញ្ចឹងណាបាទមានថាជាមាត្រដ្ឋានដែលយើងអាចដាក់กระดาษ A3 ចុះបាទមួយទៀតតកតងទៅនឹងstring របស់យើងជាប្រភេទ cylinder ដូចគ្នាប៉ុន្តែអានេះ35ម្ដងមិញ25ឯសម្រាប់ការងារគ្រឹះមានថាការងារគ្រឹះហ្នឹងគេ recommend សម្រាប់ដីរបស់គេខាងយើងបានពីខាង labo ពីខាងតេស្តដីសយតេស្តរបស់គេហ្នឹងគឺ25ប៉ុន្តែសម្រាប់ជើងតាងរបស់យើងដែល structural engineer របស់យើង design គឺ35 MPa អញ្ចឹងណាអញ្ចឹងកម្លាំងខុសគ្នាពីហ្នឹងណាគ្រឹះផ្សេងនេះផ្សេងយើងកុំយល់ច្រឡំថាអូជាប់តានោះ25ហើយស្រាប់បំរុងនេះ35ទៀតខុសហើយអត់ត្រូវទេអញ្ចឹងយើងមកមើលតាមកន្ទុះមួយនេះដែលគេដាក់ឲ្យនេះហើយប្រភេទដែកគឺដូចគ្នាអញ្ចឹងណាហើយចង់បញ្ជាក់តិចទៀតដែរយើងមើលឃើញ35នេះជាពិសេសបងប្អូនចិនទំចេញទៅថ្មីនេះ35 MPa យើងនេះយើងមើលគេបញ្ជាក់ណា cylinder ប្រយ័ត្នហៅគូបតែហៅគូបខុសហើយហៅគូបទៅប្របែកវាកម្លាំងលើសហ្នឹងលើសពី cylinder អញ្ចឹងយើងត្រូវយល់ឲ្យហើយសំណាក់គំរូប្រយ័ត្ន order ខុសឃើញតែតម្លៃទៅឃើញតែអូអានេះចំណេញយកអានេះខុសអាហ្នឹងបាទហើយកិច្ចការងាររបស់យើងដូចគ្នាគឺ grid line នេះគឺអត់មានការប្រែប្រួលទេគឺចេញពី architect មកអាម៉េចទោះបីជាប្លង់យើងទៅស slab ធ្នឹមអីក៏ដោយគឺដូចគ្នាទាំងអស់អញ្ចឹងនៅក្នុងនេះគឺខ្ញុំនឹងបញ្យល់គ្នាយើងទាំងអស់គ្នាឲ្យយល់ពីគ្រឹះរបស់យើងនេះអញ្ចឹងខ្ញុំនឹងបញ្យល់ពីរបៀបអានប្លង់របស់យើងជាអានប្លង់តសៃដែករបៀបកាត់របៀបធ្វើរបៀបមើលតើគេកាត់របៀបម៉េចគេអានរបៀបម៉េចដើម្បីយកមកសាងសង់ហ្នឹងឲ្យវាត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេសរបស់យើងអញ្ចឹងនៅក្នុងនេះខ្ញុំនឹងបញ្យល់មានប្រភេទគ្រឹះទាំងអស់ហ្នឹងដែលខ្ញុំទៅបញ្យល់ដែលមានចាប់ពីជើងតាំងយើងគ្រឹះPC1 នេះ BP យ៉ាម៉ែត្រគឺ6តឹកអញ្ចឹងមានថា pile cap លេខ 1A បផាល់មកកាត់6តឹកនេះអញ្ចឹងខ្ញុំនឹងបញ្យល់របៀបអានប្លង់របៀបកាត់ដែករបៀបតដែកនៅក្នុងហ្នឹងតែគេធ្វើរបៀបម៉េចទៅតាមប្រភេទប្លង់ shop drawing ឬក៏ construction drawing របស់យើងអញ្ចឹងនៅក្នុងហ្នឹងវាមានប្រមាណប្រភេទអញ្ចឹងយើងរាប់មើល1អានេះ2បាទអានេះយើងអាចថារាប់ជាមួយប្រភេទទេដោយសារជើងតាងរបស់យើង PC1A នេះតែមួយអញ្ចឹងណាអ
ចឹងយើងអានរាប់តែប្រភេទទេខុសតែ stem column ទេចឹង stem column នោះយើងប្រែថាសរសេរទឿចឹងខុសតែ stem column ប៉ុន្តែប្រភេទជើងតាំងដូចគ្នាយើងរាប់តែមួយប្រភេទទៅចឹង1 2អានេះ3បាទ3ប្រភេទប៉ុន្តែអានេះឈ្មោះរបស់វា PC Pal Cap លេខ2បប Pal 6ទឹក BP នេះចឹងអានេះវាមានបាន3ប្រភេទហើយអានេះមួយទៀត PC 3នេះ4ប្រភេទអានេះដូចគ្នាទេអានេះដូចគ្នាដែរវាខុសតែអានេះវាមាន PCA អញ្ចឹងយើងរៀនមើលណានៅពេលដែលគេដាក់នេះ PCP អានេះ PCPA អញ្ចឹង PCPA នេះវាច្បាស់ជាមានបញ្ហាមួយអាចថាសរសៃដែកអានេះច្រើនជាងឬក៏អានេះច្រើនជាងអត់អាចយកកាត់អានេះមួយយកមកដាក់នេះបានទេនៅពេលដែលយើងមើលគឺយើងត្រូវមើលឲ្យលម្អិតឲ្យអស់អញ្ចឹងណាមិនមែនថាឃើញតែនេះមួយអូអានេះប្រហែលជាដូចគ្នាអត់និយាយប្រហែលទេគឺត្រូវតែមើលឲ្យច្បាស់ជៀសវាងនេះវាប្រភេទសរសៃដែកខុសគ្នាស្រាប់តែយើងយកអានេះមកដាក់នេះយើង fail បាត់ហើយកង់ស្តង់គេមក check ឬក៏ inspector គេមក check គេឲ្យយើងកែ revise ធ្វើអញ្ចឹងវាខូចកិច្ចការងារយើងអស់ហើយកាត់ហើយអីហើយវាខុសអាឡ័យទៅរើរុះឡើងវិញហ្នឹងអត់បានចាក់បេតុងទេមេកពុលមុខចឹងបញ្ញាចាក់បេតុងដកលុយគេផងអញ្ចឹងយើងត្រូវមើលឲ្យអស់អាណាប្រភេទដូចគ្នាអាណាប្រភេទខុសគ្នាអញ្ចឹងអានេះបើអានេះដូចអានេះឃើញទេ PCPA អញ្ចឹងនៅពេលដែលដូចគ្នាគេគូតែមួយទេគេសបត្រូវវិញឲ្យយើងតែមួយទេលុះត្រាតែវាខុសគ្នាបានគេសបចេញ2អញ្ចឹងយើងត្រូវចេះឆ្ងល់អញ្ចឹងអានេះហើយអានេះដូចគ្នាឃើញទេឈ្មោះដូចគ្នាអញ្ចឹងយើងអាចកាត់តែមួយបានគុណនឹង2ទៅយើងអាចយកមកដាក់នេះបានឃើញទេអញ្ចឹងរបស់យើងខ្ញុំគិតថានេះរាប់តែមួយប្រភេទសិនចុះពួកដៃជើងតាំងទៅសក់គ្រឹះរបស់យើងពីរដើមយើងរាប់តែប្រភេទចុះទោះបីជាវាខុសគ្នាតិចតួចចាំយើងមើលតាមជាក់ស្ដែងហើយខ្ញុំនឹងបញ្យល់តកតងទៅនឹងរបៀបអាននេះមួយទៀត PC4 ដែលមានទៅសក់គ្រឹះ4ដើមអញ្ចឹងណាអញ្ចឹងប្រភេទ PC4 នេះតើគេកាត់ដែកមើលសម្រាប់ធ្វើ pit របស់ចដាវយន្តមានថាវាត្រូនៅចដាវយន្តរបស់យើងនេះសម្រាប់គម្រោងវីឡានឹងមួយអញ្ចឹងខ្ញុំនឹងបញ្យល់លម្អិតមួយឲ្យបងប្អូនដែលជានិស្សិតចង់ចេះអានប្លង់ឲ្យច្បាស់ហ្នឹងគឺខ្ញុំនឹងបញ្យល់មួយឲ្យយល់ក៏បានបោះក្បាយអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំធ្វើប៉ុណ្ណឹងសម្រាប់របស់យើងនេះហើយសង្ឃឹមថាបងប្អូននឹងមើលដោយយកចិត្តទុកដាក់សម្រាប់កិច្ចការងាររបស់យើងហើយនឹងវីដេអូបន្ទាប់ទៀតខ្ញុំនឹងធ្វើតាក់ទងទៅនឹងការអានប្លង់ចាប់ពី PC1 1A នេះមុនគេខ្ញុំធ្វើមួយនឹងបញ្យល់អត់មួយដើម្បីឲ្យមានភាពងាយស្រួលមើលទៅឆាប់ចេះឆាប់យល់ហើយប្លង់នេះខ្ញុំបានអាប់ឡូតបោះចូលទៅនៅក្នុង Telegram របស់ខ្ញុំចាំមើលទៅបើអត់ឃើញទេឡើងទៅលើទៅនឹងមានហើយបន្ទាប់មកទៀតខ្ញុំនឹងដាក់ link ដែលជា Telegram បើសិនជាបងប្អូនដែលអត់ទាន់បាន join នៅក្នុងទាំងអស់នេះដែលនឹងមាននៅបន្ទាប់អញ្ចឹងយើងត្រូវមើលឲ្យយល់មើលឲ្យចេះឲ្យច្បាស់សម្រាប់កិច្ចការងារមួយដែលខ្ញុំបានបញ្យល់ពីព្រោះថានៅក្នុងក្រុមហ៊ុនមួយបើសិនណាយើងចេះជាងច្បាស់ការងារយើងធ្វើទៅមេរបស់យើងចំណេញអញ្ចឹងណាបើធ្វើទៅរើរុះមេយើងអត់ចំណេញទេហើយចាំនៅក្នុងក្រុមហ៊ុនមួយមេគាត់ចង់បានតែយើងធ្វើទៅល្អទេទាំងគេទាំងខ្ញុំបើធ្វើអត់ល្អខាតគេមិនដឹងថាទុកយើងធ្វើអីទេអញ្ចឹងណាអញ្ចឹងយើងធ្វើកិច្ចការងារឲ្យត្រឹមត្រូវច្បាស់លាស់របស់យើងទៅមេគាត់ចំណេញហើយការងារលឿនការងារល្អអត់ខុសកង់ស្តង់គេមក check អត់មានការ revise អីច្រើនទេតិចតួចទេអញ្ចឹងមេគេពេញចិត្តហើយអ្នកដែលបកកែគេមិនដែលទុកដេញចោលទេអ្នកបកកែអញ្ចឹងណាអញ្ចឹងយើងព្យាយាមជួយមេយើងហើយក៏ដូចជួយខ្លួនឯងដែរនៅពេលដែលយើងបកកែយើងចេញទៅរកស៊ីចេញទៅធ្វើការចេញទៅម៉ៅការយើងបកកែដូចគ្នាអញ្ចឹងខ្ញុំបញ្ចប់តាំងប៉ុណ្ណេះហើយនឹងវីដេអូបន្ទាប់ខ្ញុំនឹងបកស្រាយទៅលើ PC 1A អញ្ចឹងបាទអរគុណបាទជំរាបលា